ជួយเสียประตอนនេះជាដុំស៊ុបពៅកម្លាំងបងកងទ័ពវាយសៀមនិយាយទៅគាត់ប្រកែមែនតើបងស្រីអានធានឆ្នៃសម្លខ្លាយទៅជាដុំដែលអាចយកទៅតាមខ្លួនចាក់តែទឹកក្តៅទៅបងកងទ័ពញ៉ាំមានកម្លាំងបងស្រីចឹងអានេះជាប្រភេទដុំសម្លស្រាប់ដែលយើងចាក់តែទឹកក្តៅទៅបងទៅហូបលីងចាហូបលីងបានអូអានេះល្អមែនតើយកទៅបងកងទ័ពគាត់ងាយស្រួលចាក់យកញ៉ាំបានភ្លាមไม่เปลี่ยนสักอย่างគាត់ថាចាយពេលសម្ពុតរយៈពេលប្រហែលបងស្រីសម្ងុកមួយថ្ងៃជាង24ម៉ោងណាមានតែនេះដុំសម្លនេះមានទាំងសាច់មានទាំងបន្លែបងចាដុំសម្លនេះល្អណាស់សម្រាប់បងកងទ័ពអញ្ចឹងបានថាពុកម៉ែបងប្អូនខ្មែរយើងត្រូវតែរួមគ្នាចូលរួមបន្តទៀតថវិកាតាមរយៈ QR code ខ្ញុំដាក់ក្រោមខមមិនដើម្បីខ្ញុំមានថវិកាដើម្បីកំងទិញចំណីអាហារដែលថាស្ងួតងាយស្រួលយកដាក់តាមខ្លួនអីចឹងទៅដូចបងអានធានគឺគាត់ផលិតសម្លនេះឡើងដើម្បីបរិច្ចាគដល់បងកងទ័ពដូចគ្នាហើយខ្ញុំនឹងព្យាយាមរកអ្នកដែលគាត់អាចផលិតបានរបស់អញ្ចឹងដើម្បីទិញយកដាក់ដល់បងកងទ័ពក៏ដូចជាជនភៀសសឹកនៅតាមព្រំដែនអរគុណបាយបាយ